ធ្លាប់អត់នៅពេលដែលអ្នកបាក់ទឹកចិត្តខ្លាំងនៅពេលដែលមើលឃើញវីដេអូដែលគេនិយាយពីការលើកទឹកចិត្តក៏ដូចជា inspiration ផ្សេងៗហ្នឹងគឺធ្វើឲ្យយើងមានអារម្មណ៍មួយថាយើងមានកម្លាំងចិត្តឡើងវិញហើយមានការចង់តស៊ូឡើងវិញអញ្ចឹងវីដេអូនេះនិយាយត្រឡប់ឲ្យខ្លីងាយយល់ពេលដែលយើងមានអារម្មណ៍មួយថាយើងអស់កម្លាំងកាយអស់កម្លាំងចិត្តចូលអ្នកទាំងអស់គ្នាព្យាយាមរកមើល content ឬមួយក៏ព្យាយាមរកមើលវីដេអូដែលគេនិយាយពីការលើកទឹកចិត្តឬមួយក៏វីដេអូដែលគេធ្វើឲ្យអាចធ្វើឲ្យយើងមានអារម្មណ៍មួយថាធូរស្រាលចិត្តបានណាកុំព្យាយាមមើលវីដេអូណាដែលធ្វើឲ្យផ្លូវចិត្តយើងកាន់តែដុនដាបឬមួយក៏ទាញយកផ្លូវចិត្តយើងនឹងឲ្យកាន់តែធ្លាក់ចុះថែមមួយកម្រិតទៀតអញ្ចឹងវីដេអូនេះខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាមានអារម្មណ៍មួយថាហត់ណាអាចឈប់សម្រាកបានតែកុំឈប់ដើរបន្តទៀតអញ្ចឹងធ្វើអីក៏ដោយបើសិនជាយើងមានអារម្មណ៍មួយថាយើងបាក់ទឹកចិត្តឬមួយក៏យើងមានអារម្មណ៍មួយថាយើងអស់សង្ឃឹមនៅក្នុងជីវិតណាចូលព្យាយាមរកអ្វីមួយដែលយើងគិតថាយើងធ្វើហើយយើងសប្បាយចិត្តទៅធ្វើទៅដោយមិនបាច់ចាំបាច់ខ្លាចថាពេលដែលធ្វើហើយមានគេនិយាយអត់ឬមួយក៏ពេលដែលធ្វើហើយអាចធ្វើឲ្យយើងនឹងខាតពេលអត់ព្រោះអីនេះគឺជាអ្វីដែលយើងចូលចិត្តអញ្ចឹងធ្វើដោយភាពចូលចិត្តមិនមែនធ្វើដោយភាពភ័យខ្លាចធ្វើបានប៉ុណ្ណាគឺយកប៉ុណ្ណឹងដោយសារតែការធ្វើមិនប្រកាសថាឲ្យទៅធ្វើត្រូវតែបានលទ្ធផលល្អទាំងអស់ទេតែយ៉ាងហោចណាស់ក៏យើងបានបំពេញនៅចិត្តដែលយើងចង់ធ្វើបានអញ្ចឹងខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាព្យាយាមធ្វើអ្វីដែលខ្លួនឯងចូលចិត្តឲ្យបានច្រើនស្វែងរកខ្លួនឯងឲ្យឃើញហើយកុំបាក់ទឹកចិត្តហើយបើសិនជាមានអារម្មណ៍មួយថាអស់សង្ឃឹមនៅក្នុងជីវិតចូលមើលទៅកាន់អ្នកដែលគេយ៉ាប់យើងជាងយើងឬមួយក៏មើលទៅកាន់អ្នកដែលគាត់តែងតែ inspiration ឬមួយក៏ motivation នឹងឯងហើយនិយាយមកថាគាត់លើកទឹកចិត្តគាត់ផ្ដល់ជាគំនិតល្អល្អអញ្ចឹងព្យាយាមមើលតែអ្វីដែលល្អល្អកុំមើលអ្វីដែលមិនល្អចូលមកក្នុងជីវិតច្រើនពេកអីអរគុណ